បាទគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពបាទថ្ងៃនេះយើងមានប្រធានបទដើម្បីយកមកចែកជូនកាន់បងប្អូនជាទីសម្រាប់មួយទៀតនៅក្នុងប្រធានបទនេះគឺយើងលើកយកអំពីការរៀនរស់នៅម្នាក់ឯងហើយយើងនឹងឃើញថាខ្លួនរបស់យើងមានភាពរឹងមាំ Learn to live alone you will find yourself strong អញ្ចឹងថាតើនៅក្នុងអត្ថន័យខ្លឹមសារនៃប្រធានបទនេះមានអត្ថន័យខ្លឹមសារយ៉ាងណាសូមជូនទៅកាន់បងប្អូនរីករាយស្ដាប់ដូចទៅអញ្ចឹងយើងដឹងហើយថាយើងកើតមកនៅក្នុងជាតិនេះអ្វីត្បិតតែយើងមានលោកឪពុកអ្នកម្ដាយយើងមានបងប្អូននៅជុំវិញខ្លួនរបស់យើងដែលជាអ្នកជំរុញដែលជាអ្នកចិញ្ចឹមមើលថែយើងឲ្យយើងមានការធំធាត់ឲ្យយើងអាចចេះមានការតំណាក់តំណងជាមួយនឹងអ្នកដទៃមានតំណាក់តំណងជាមួយនឹងបងប្អូនរបស់យើងរហូតដល់ការបន្ទុកបន្តដាក់យើងឲ្យយើងបានទៅសិក្សារៀនសូត្រនៅតាមសាលាដើម្បីយើងក្រេបជញ្ជក់នៅចំណេះដឹងក៏ប៉ុន្តែកន្លែងនេះខ្ញុំចង់បញ្ជាក់ថាការជំរុញការលើកទឹកចិត្តរបស់លោកឪពុកអ្នកម្ដាយបងប្អូនមនុស្សជុំវិញខ្លួនរបស់យើងនេះគឺបានត្រឹមជាការជំរុញនិងលើកទឹកចិត្តដោយលក្ខណៈជាលក្ខណៈជាធម្មតាឬក៏លក្ខណៈជាបង្ខំក្តីប៉ុន្តែរាល់សេចក្តីសម្រេចរាល់សកម្មភាពទាំងអស់របស់យើងគឺត្រូវផ្ដើមចេញអំពីយើងត្រូវផ្ដើមចេញអំពីខ្លួនឯងយើងបើសិនជាយើងមិនទាន់ធ្លាក់ខ្លួនទៅដល់ចំណុច0ចំណុច1ចំណុច0ទេយើងអត់ដឹងថាតើយើងគួរតែរកវិធីសាស្ត្រណានៅក្នុងការទាញខ្លួនយើងឲ្យរួចផុតអំពីភាពលំបាកទុក្ខលំបាកទាំងអស់នៅពេលដែលយើងចេះរកដំណោះស្រាយទាញដំណោះស្រាយផ្សេងនៅពេលដែលយើងជួបបញ្ហាដោយការសម្រេចចិត្តរបស់យើងធ្វើត្បិតតែយើងទទួលបានគំនិតបានយោបល់ពីមនុស្សជុំវិញខ្លួនយើងក៏ដោយការសម្រេចចិត្តរបស់យើងគឺជារឿងចុងក្រោយបើសិនជាយើងសម្រេចចិត្តត្រឹមត្រូវយើងសម្រេចចិត្តប្រកបទៅដោយឆន្ទៈប្រកបទៅដោយចក្ខុវិស័យខ្ពស់នោះការសម្រេចរបស់យើងនឹងទទួលបានភាពល្អប្រសើរឧទាហរណ៍មួយខ្ញុំឧទាហរណ៍ថាដូចទារកអញ្ចឹងទារកដែលគាត់អាចឲ្យគាត់ឆ្អែតបានគាត់អាចលែងយំបានលុះត្រាតែគាត់ទទួលទានឆ្អែតដោយការគាត់បើទឹកដោះក្រេបជញ្ជក់នៅទឹកដោះម្ដាយឬក៏ឪពុកជាពិសេសគឺអ្នកម្ដាយតួនាទីរបស់គាត់បានត្រឹមតែលើកក្មេងលើកទារកនោះយកមកឲ្យយកមកឲ្យបើនៅទឹកដោះក្រេបជញ្ជក់នៅទឹកដោះដែលយើងហៅថាឈាមសរបស់ម្ដាយឬក៏សម័យបច្ចុប្បន្នយើងមានទឹកដោះគោជំនួសយើងឪពុកម្ដាយឬក៏ម្ដាយមានតួនាទីឬក៏មានភារកិច្ចត្រឹមតែលើកកូននឹងមកឲ្យបើជញ្ជក់នៅទឹកដោះអញ្ចឹងតួនាទីរបស់ម្ដាយគឺមានតែប៉ុណ្្នឹងឯងសម្រាប់លើការឆ្អែតឬមិនឆ្អែតគឺសម្រាប់ទៅលើកូនសម្រាប់ទៅលើទារកហ្នឹងបើទារកហ្នឹងគាត់មិនប្រឹងបើជញ្ជក់ក្រេបដោយខ្លួនឯងទេនោះសបញ្ជាក់ឲ្យឃើញថាគាត់មិនអាចទទួលនៅទឹកដោះនោះចូលកាពះគាត់បានទេនេះគ្រាន់តែជាការឧទាហរណ៍អញ្ចឹងត្រឡប់មកវិញយើងជាមនុស្សម្នាក់នៅក្នុងសង្គមយើងកើតមកយើងអត់ចាំបាច់តើតែមានការលើកកម្ពស់ឲ្យតម្លៃលើកទឹកចិត្តគ្រប់ទៅរឿងពេកនោះទេយើងគួររៀនលើកទឹកចិត្តឲ្យតម្លៃទៅលើសកម្មភាពរបស់យើងដោយខ្លួនឯងឲ្យតែសកម្មភាពរបស់យើងនឹងវាល្អឲ្យតែសកម្មភាពរបស់យើងនឹងមិនប៉ះពាល់មិនបំពេញទៅដល់អ្នកដទៃយើងប្រឹងទៅយើងធ្វើដោយខ្លួនឯងទៅកាត់ចេញអំពីគំនិតឆន្ទៈចក្ខុវិស័យយើងមានភាពវែងឆ្ងាយយើងចង់ខ្លាយទៅជាអីយើងមានចក្ខុវិស័យយើងមានគោលដៅឲ្យបានច្បាស់លាស់យើងមានបេសកកម្មយើងចោះអនុវត្តជាក់ស្ដែងដោយខ្លួនឯងមតិគំនិតយោបល់ពីខាងក្រៅវាគ្រាន់តែជាការផ្ដល់យោបល់របស់មនុស្សរៀងខ្លួនគំនិតបែបនេះគំនិតបែបនោះចឹងប៉ុន្តែអ្វីដែលជាគំនិតចុងក្រោយគឺជាការសម្រេចនៅពេលដែលយើងស្ដាប់យោបល់គេហើយឬក៏យើងមិនបានស្ដាប់យោបល់គេយើងគិតវិនិច្ឆ័យដោយខ្លួនឯងយើងសម្រេចធ្វើអានោះអញ្ចឹងភាពខ្លាំងរបស់យើងមិនមែនដោយសារអ្នកដទៃបានយើងខ្លាំងទេ
ភាពខ្លាំងរបស់យើងគឺដោយសារយើងជាយើងស្គាល់ខ្លួនឯងច្បាស់យើងដឹងអំពីគោលដៅរបស់យើងច្បាស់យើងដឹងអំពីចំណង់ចំណូលចិត្តខ្លួនឯងច្បាស់នោះយើងនឹងរកឃើញអំពីភាពរឹងមាំរបស់យើងបាទក៏ប៉ុន្តែក្នុងនាមយើងជាយុវជនយើងអត់អាចឲ្យលោកឪពុកអ្នកម្ដាយដឹកដៃយើងដើររហូតដល់ថ្ងៃដែលលោកត្រឡប់ទៅវិញទេការដឹកដៃរបស់លោកដឹកដៃត្រឹមតែក្នុងកម្រិតណាមួយសល់ពេលវេលាយើងដើរដោយខ្លួនឯងលើវិថីជីវិតដោយខ្លួនឯងអញ្ចឹងយើងត្រូវតែរៀនរស់ម្នាក់ឯងត្រូវដឹងថាការរៀនរស់ម្នាក់ឯងវាមានស្ថានភាពដូចម្ដេចហើយនៅពេលដែលយើងចេះរៀនរស់តែម្នាក់ឯងហើយយើងនឹងដឹងយើងនឹងជួបបញ្ហាជួបទុក្ខលំបាកយើងនឹងរកដំណោះស្រាយយើងនឹងរកវិធីសាស្ត្រនៅក្នុងការដោះស្រាយបញ្ហានោះហើយយើងនឹងអាចដើរឆ្លងកាត់វាផុតបានឧទាហរណ៍ដូចប្រទេសជឿនលឿននៅលោកខាងលិចអីជាទូទៅបុត្រធីតាភាគច្រើនគេចិញ្ចឹមគេបណ្ដុះបណ្ដាគេបង្រៀនគាត់ផ្គត់ផ្គង់គាត់ត្រឹមតែថ្នាក់មធ្យមសិក្សាទេចូលមហាវិទ្យាល័យគឺលោកឪពុកអ្នកម្ដាយពួកគេនឹងផ្ដល់សេរីភាពទៅឲ្យពួកគាត់ជាអ្នកសម្រេចឲ្យរៀនរស់ដោយខ្លួនឯងចេះសម្រេចដោយខ្លួនឯងចេះធ្វើការដោយខ្លួនឯងកុំរាល់កិច្ចការសម្រេចគ្រប់សពសារពើនឹងត្រូវឆ្លងកាត់ឆ្លងយោបល់ពីអ្នកនេះពីអ្នកនោះអញ្ចឹងយើងត្រូវមានការសម្រេចយើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ដឹងអំពីភាពរឹងមាំរបស់ខ្លួនឯងច្បាស់ដឹងអំពីចំណុចខ្លាំងរបស់ខ្លួនឯងច្បាស់យើងខ្លាំងអីយើងខ្សោយអីនៅពេលដែលយើងដឹងច្បាស់យើងនឹងដឹងថាចំណុចខ្សោយរបស់យើងត្រង់ណាយើងត្រូវលាក់កុំឲ្យអ្នកដទៃដឹងចំណុចខ្លាំងយើងត្រូវប្រឹងបន្ថែមដុសខាត់យើងអាចបង្ហាញគេបានអញ្ចឹងបើយើងចេះរៀនរស់ដោយម្នាក់ឯងជារៀនរស់នៅម្នាក់ឯងហើយយើងនឹងរកឃើញអំពីភាពរឹងមាំយើងនឹងរកឃើញអំពីភាពខ្លាំងរបស់យើងបានហើយបាទអញ្ចឹងយើងមកម្នាក់ឯងយើងទៅវិញក៏ម្នាក់ឯងដែរបាទនៅពេលដែលយើងកើតមកបាទនៅពេលដែលយើងកើតមកយើងមកតែម្នាក់ឯងតាហើយនៅពេលដែលយើងទៅត្រឡប់ទៅវិញយើងស្លាប់ទៅវិញក៏យើងទៅតែម្នាក់ឯងដែរដោយពាក្យគេតែងតែនិយាយជាពាក្យលេងសើចមួយថាយើងជាមនុស្សជោគជ័យហើយដែលយើងបានកើតមកជាមនុស្សពីព្រោះអីពីព្រោះនៅពេលដែលយើងចាប់កំណើតនៅពេលដែលយើងចាប់បដិសន្ធិនោះយើងឈ្នះអ្នកដទៃដែលជាក្រុមសកម្មយុទ្ធប្រយុទ្ធជាមួយយើងនៅពេលដែលយើងនៅក្នុងពោះម្ដាយយើងចាប់បដិសន្ធិរាប់ម៉ឺនរាប់លានអ្នកប៉ុន្តែយើងអាចជោគជ័យយើងអាចឈ្នះបានន័យថាយើងមានភាពខ្លាំងពីកំណើតមករួចហើយបាទអញ្ចឹងកុំមានការបោះបង់កុំបាក់ទឹកចិត្តយើងត្រូវតែប្រឹងប្រែងតស៊ូទោះបីយើងមានឧបសគ្គយ៉ាងណាក៏ដោយយើងត្រូវខំមាត់សង្កត់ចិត្តតស៊ូប្រឹងប្រែងឡើងអញ្ចឹងនៅពេលដែលយើងរស់ម្នាក់ឯងអ្នកដទៃគេបោះបង់យើងចោលវាជារឿងរបស់គេប៉ុន្តែយើងហាមបោះបង់ខ្លួនឯងចោលយើងត្រូវតែរក្សាខ្លួនឯងឲ្យបានគង់វង្សត្រូវតែរក្សាខ្លួនឯងអ្នកដទៃបោះបង់យើងវាជារឿងរបស់អ្នកដទៃប៉ុន្តែយើងត្រូវតែរក្សាខ្លួនឯងឲ្យបានល្អបំផុតយើងកុំបោះបង់ខ្លួនឯងចោលនៅពេលដែលយើងមិនបោះបង់ខ្លួនឯងចោលភាពជោគជ័យនៅខាងមុខភាពជោគជ័យយើងនឹងអាចទទួលយកបាននៅពេលដែលយើងប្រឹងប្រែងគ្រប់កិច្ចការងារដែលយើងអាចធ្វើបានប៉ុន្តែហាមការព្រឹត្តនៅអំពើអបាយមុខដែលសង្គមគេក្អបស្អប់ខ្ពើមអញ្ចឹងយើងគួរតែជៀសវាងអូខេបាទអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទមានការលើសលួសសូមខន្តីអភ័យទោសសូមអរគុណនិងសូមជម្រាបលាបាទ